អានញ្ញានឹងរៀបសួរបងប្អូនប្រិយមិត្តអរគ្នាដែលយើងតាមដានរកផ្សាយរបស់ខ្ញុំបាទបងសុរថាហៅថាប្រមាញ់មួយបងភាពផ្សារព័ត៌មានបាទប្រមាញ់ដែន BMC News កណ្ដាលនេះដែរខ្ញុំស្ថិតនៅបាទសង្កាត់ទូតពុទី1បាទខណ្ឌចកាមរាជធានីភ្នំពេញបាទនៅលើផ្លូវ155បាទកែ470បាទកែដែរបាទវិនម៉ាតគាត់នៅទទួលមូលនិធិនៅឡើយបងប្អូនប្រិយមិត្តណាបាទគាត់នៅទទួលមូលនិធិនៅឡើយទេបាទហើយថ្ងៃនេះដែរត្រូវនៅថ្ងៃទី15ខែ12ឆ្នាំ2025អូជំរាបសួរបងស្រីបាទវិនម៉ាតដែលគាត់ចាប់ដើមធ្វើមូលនិធិនេះប្រហែលជាប្រហែលថ្ងៃហើយអូន5ថ្ងៃទេបង5ថ្ងៃហើយមូលនិធិទាំងអស់ហ្នឹងបងអូនបានផ្ដល់ទៅខាងណាខ្លះហើយច្រើនណាស់បងទៅបងមកទៅក៏ដូចជាបងចឹងវាសឹកបណ្ដាគេច្រើនហ្មងក្នុងមួយថ្ងៃយើងអាចចេញបានដល់រហូតដល់78តោនទៅតាមជំនាញ78តោនហើយបងអូនអាចជួយបញ្ជាក់ថាខេត្តណាខ្លះហើយដែលបានទទួលមូលនិធិពីវិនម៉ាតបាត់ដំបងសៀមរាបឧត្តរមានជ័យប្រទេសមានជ័យសុទ្ធតែទទួលបានអស់ហើយចេញទៅតាមចំនួនដែលយើងមានតែស្បៀងមកច្រើនជាងគេឥឡូវពីខេត្តដែលយើងបញ្ចេញទៅខាងបាត់ដំបងក៏ដូចជាសៀមរាបប៉ុន្តែនៅតែអត់ដល់គ្រប់ចំនួនខេត្តគាត់មានសក្តានុពលមាននៅតែច្រើនអូនៅតែច្រើនហើយដល់មានចែកអូកកងមួយទៀតកកងថ្ងៃដែលមានរឿងកកងគឺឡានចេញទៅកកង13 4ឡាន3 4ឡានហើយការឡានទាំងអស់ហ្នឹងគឺខាងវិនម៉ាតគាត់អ្នកជួលឬមួយក៏ខាងឡានក្រុមហ៊ុនផ្សេងគាត់ជួយអរគុណដល់ព្រះមិនថាមែនមកមួយយ៉ាងហ្នឹងអរគុណដល់ព្រះមិនថាខាងព្រះមិនថាគឺគាត់ជាអ្នកស្ពនស័រឡានឲ្យអូទេមកគឺគាត់ដាក់តកងដាក់អីមកឲ្យអរគុណដល់បងតកងអរគ្នាបងគាត់រៀនមកដែរតែមកយកបានពីនេះគាត់ចេញទៅគាត់ដល់ខេត្តនៅក្នុងភ្លឺគេដល់ចេញពីល្ងាចដល់នៅភ្លឺពេលព្រឹកគេបានបានអីវ៉ាន់ហ្មងអញ្ចឹងការជំនួយបងប្អូនគឺទៅដល់ជនភៀសផ្ទាល់តែម្ដងឬមួយយើងបកគលតាមមន្ត្រីមូលដ្ឋានយើងគាត់មានមួយចំនួនដែលបកគលតាមមន្ត្រីមូលដ្ឋានមានមួយចំនួនទេដែលយើងដាក់នៅតាមតាមទីតាំងរបស់6នេះមូលនិធិដូចយើងដែរមូលនិធិខាងបាត់ដំបងពិសេសនៅខាងបាត់ដំបងមានបងនៅខាងបាត់ដំបងដែរគាត់បើកដូចយើងដែរបងបើកគាត់បើកទទួលស្ពានដែរបាទយើងយកទៅដាក់នៅគាត់ដើម្បីឲ្យមូលដ្ឋានផ្សេងខាងបងគាត់នោះទៅយកពីគាត់អញ្ចឹងសាខាវិនម៉ាត់មានសាខាបាត់ដំបងដែរអត់ទេមែនសាខាមែនទេអូគាត់យើងនៅខាងគាត់បាក់ស្តាំនេះដែរចឹងយើងមាន connection ជាមួយគ្នាថាគាត់អីគាត់ទេមកដែលយើងបញ្ជូនស្ពានឲ្យគាត់ដើម្បីធ្វើការចែកចាយយើងជួយចែកចាយដល់គ្នាអូខេទលាឲ្យមកពិតជាបានដល់ដៃអ្នកដែលត្រូវការប្រតិកម្មមែនតែបើសិនជានៅខាងសៀមរាបវិញខ្ញុំគេច្រើនបានខ្ញុំចេញទៅខាងសង្កាត់កុកចោចឹងខាងសង្កាត់កុកចោធ្វើការចែកចាយអូភាពយើងមកតាមរបស់បានទទួលតពីបងប្អូនដូចគ្នាបាទហើយបើតាមមើលទៅរៀងយូរថ្ងៃដែរប្រហែលប្រហែលថ្ងៃដែរចាប់ផ្ដើមធ្វើមូលនិធិនេះយើងប្រកាសតាំងពីយប់ថ្ងៃពុធហើយយើងចាប់ផ្ដើមបានមកប្រកាសបងឲ្យជំនួយគ្នាបងមកជាបងហើយប៉ុន្តែបើចេះឲ្យយើងនៅតាំងនៅតែខ្វះនៅធម្មតាហើយព្រោះប្រជាពលរដ្ឋយើងនៅត្រូវការជំនួយហើយបងបរិយាកងតបត្រូវការជំនួយច្រើនបាទប្រហែលម្ដងថ្ងៃនេះគឺមានយើងធ្លាក់បងគេបងថាតើមកលើមកមកគាត់ខំហើយដល់ការជួយថាតើមកលើទៅគេទៅអញ្ចឹងបងអូនអាចអំពាវនាវថាចេះបើសិនជាយើងខ្វះខាតអីខ្លះដែលឧបករណ៍ដែលសំខាន់សម្រាប់បងដល់វិរៈកងទ័ពហើយនឹងបងប្អូនជនភៀសសឹកយើងដែលកំពុងខ្វះខាតតើកន្លែងបងអូននៅខ្វះខាតសម្ភារៈអីខ្លះដែលជាចម្បងហើយជាចាំបាច់ជាចាំបាច់ហ្មងឥឡូវហ្នឹងបើសម្រាប់ទៅបងដែលគាត់មានគាត់ត្រូវការអាវឈុតសម្ព័ន្ធលៀបសម្អាតលៀបដាក់មាន logo មានអាវមកអីយ៉ាងអត់តែសម្លៀកបាក់ក៏ប្រផាសជាមួយនឹងពណ៌ក្រៅសុំមកជាឈុតមានអាវមានខោដើម្បីឲ្យពួកគាត់យកទៅធ្វើជាយ័ន្តព្រោះយើងមានបងដែលគាត់តបជើងអាវសំកាត់តិចអាវឈុតជាអាវយ៉ាងម៉េចរបៀបថាមិនចាំបានទេបើមានអាវមានខោសុំឲ្យពណ៌ដូចគ្នាមកឈុតផងអូក៏អាវឈុតអត់អាវពណ៌ក្រៅខោពណ៌ខូចបានទេអូអាមកឈុតអូខេសុំមកឈុតមកអាវខោមកដើម្បីគាត់ចាជាយ័ន្តអីបងគាត់ចឹងតាមចំនួនហ្នឹងគាត់នៅមានអបិយជំនឿខ្ញុំក៏បានគាត់មានថ្ងៃហ្នឹងព្រឹកមិញហ្នឹងតែគាត់សុំទៅខាងលំវែងខាងឧត្តរមានជ័យព្រោះនៅឥឡូវគាត់ខ្លាយខាងគាត់យកមកចាជាយ័ន្តដើម្បីខាងគាត់ហើយចក្រានចក្រានបានអូដូចជាអាចក្រានគេទូចហ្នឹងហ៎អាចចូលមួយមកបានរហូតបាទចឹងសុំអានឹងក្រានបានខ្លួនគាត់ស្រួលហើយអាហារក្រៀមមកអីបានអាហារក្រៀមឆ្អិនស្រាប់មកបច្ឆ័យបានខ្ញុំចាក់ចាយទៅខាងនោះអញ្ចឹងបងអូនអាចជួយប្រាប់លេខទូរស័ព្ទសម្រាប់បងប្អូនសប្បុរសធម៌សប្បុរសជនដែលគាត់ចង់ជួយតាមរយៈវិនម៉ាតតាមរយៈកន្លែងបងប្អូននេះតើមានលេខទូរស័ព្ទលេខប៉ុន្មានដែរអូនពួកខ្ញុំអត់ស្គាល់លេខទូរស័ព្ទទេគឺច្រើនយើងទទួលយើងស្ពានតល់ហ្នឹងចឹងគាត់អាចយកមកវិនម៉ាតការទៅវិញទៅមកក៏អាចចេញមើល page វិនម៉ាតនៅក្នុងការយើងមាន QR អូខេអត់ទេចាំខ្ញុំថត QR ដាក់ចូលវីដេអូក៏បានដែរបាទអរគុណច្រើនបាទ
បាទបងប្អូនប្រិយមិត្តនេះគឺជាថ្ងៃទី6ដែលវិនម៉ាតបាទនៅទូទំពង់នៅលើផ្លូវ155បាទកែង470បាទគាត់បានទទួលមូលនិធិសម្រាប់ជួយឧបត្ថម្ភដល់បងវរៈកងទ័ពនិងបងប្អូនជនភៀសសឹកយើងនៅកន្លែងនេះតែម្ដងបាទគឺយើងបានសុំលេខទូរស័ព្ទគាត់ដែរគាត់ថាបើសិនជាបងប្អូនសប្បុរសធម៌ទាំងអស់ដែលគាត់ចង់ជួយគឺអាចដឹកយកមកបាទឧបត្ថម្ភគាត់ផ្ទាល់នៅវិនម៉ាតនេះតែម្ដងបាទគឺនៅលើផ្លូវ155នេះបាទក្នុងសង្កាត់ទូទំពង់ទី1ខណ្ឌចំការមនរាជធានីភ្នំពេញបងប្អូនប្រិមិត្តនេះគឺជាក្រុមយុវជនយុវនារីហើយនិងសិស្សានុសិស្សជាច្រើនបាទដែលគាត់បាទបានមកជួយតែថ្ងៃនេះបងប្អូនប្រិមិត្តដោយសាររៀងស្បោចអត់ដូចប្រហែលថ្ងៃមុនបាទដែលគាត់មានស្បៀងបុកមកច្រើនទៀតដោយសារប្រហែលថ្ងៃនេះគឺរៀងស្បោចដែរបងប្អូនប្រិមិត្តដោយសារបងប្អូនយុវជនយុវសិស្សនិស្សិតបាទយុវនារីយុវតីជាច្រើនបាទគឺគាត់បាទមានតំណែងច្រើនដោយសារតែអត់សូវមានស្បៀងយកមកទេបងប្អូនប្រិមិត្តខ្ញុំសង្ឃឹមថាប្រហែលជាបន្តិចទៀតបាទនឹងមានការឧបត្ថម្ភពីបងប្អូនប្រជាពលរដ្ឋតាមរយៈវិនម៉ាតនេះផងដែរបាទអូអរគុណហើយក៏មានខាងជំនួយអាហារបាទនិងជំនួយសម្ភារៈផ្សេងៗសម្រាប់ដល់តាមរយៈវិនម៉ាតហើយទៅជួយដល់បងប្អូនជនភៀសសឹកបាទនិងបងវរៈកងទ័ពនៅជួរមុខផងដែរបាទបងប្អូនប្រិមិត្តបាទនេះគឺជាទីតាំងបាទទីតាំងដែលទទួលមូលនិធិពីបងប្អូនប្រជាពលរដ្ឋផ្ទាល់បងប្អូនប្រិមិត្តណាបាទពីបងប្អូនប្រជាពលរដ្ឋផ្ទាល់តាមរយៈវិនម៉ាតបាទនៅលើផ្លូវ155បាទកែង470បាទក្នុងសង្កាត់ទូទំពង់ទី1ខណ្ឌចំការមនរាជធានីភ្នំពេញបាទបាទបងប្អូនមើលសកម្មភាពបងប្អូនប្រជាពលរដ្ឋជាច្រើនបាទហើយនឹងសិស្សានុសិស្សនិស្សិតបាទបានមកជួយបាទដើម្បីជួយរៀបនិងជួយយកគ្រឿងបរិភោគឧបភោគផ្សេងៗដើម្បីជួយដល់បងវរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកយើងផងដែរបាទឥឡូវក៏មានទឹកសុទ្ធជាច្រើនបងប្អូនប្រិមិត្តបាទមានទឹកសុទ្ធជាច្រើនបាទមានទឹកសុទ្ធជាច្រើនកំពុងតែមកជួយឧបត្ថម្ភទៀតហើយបងប្អូនប្រិមិត្តបាទតាមរយៈក្រុមហ៊ុនផ្សេងៗបាទដែលគាត់បាទជួយឧបត្ថម្ភតាមរយៈវិនម៉ាតនេះផងដែរបាទបងប្អូននោះគឺ logo Winmart បងប្អូនប្រិមិត្តណាបាទ logo របស់ក្រុម Mart របស់ Winmart ដែលគាត់ទើបនឹងបើកប៉ុន្តែគាត់អត់ទាន់បានបើកទេគឺគាត់បើកព្រាមគឺបានមានបញ្ហាព្រាមអញ្ចឹងគាត់បានទទួលយកទីកន្លែងរបស់គាត់ដើម្បីទទួលស្បៀងអាហារដើម្បីឧបត្ថម្ភដល់បងប្អូនវរៈកងទ័ពនិងបងប្អូនជនភៀសសឹកផងដែរដូចជាការជម្រាបពីមុនចឹងបងប្អូនប្រិមិត្តបាទគឺពួកគាត់អត់មានលេខទូរស័ព្ទដើម្បីតំណាក់តំណងឲ្យបងប្អូនតំណាក់តំណងដើម្បីនេះទេបងប្អូនអាចយកជំនួយមកជួយគាត់ផ្ទាល់ដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺនៅលើផ្លូវ155កាយនឹង470បាទក្នុងសង្កាត់ទូទំពង់ទី1បាទខណ្ឌចំការមនរាជធានីភ្នំពេញបាទហើយខ្ញុំវីដេអូនេះខ្ញុំនឹងដាក់ QR របស់ពួកគាត់បាទ QR របស់ពួកគាត់ផ្ទាល់នៅក្នុងវីដេអូនេះតែម្ដងដោយសារមិនមែន QR របស់ខ្ញុំបងប្អូនប្រិមិត្តណាបាទគឺ QR របស់បាទ Winmart តែម្ដងដែលគាត់ទទួលមូលនិធិទាំងអស់នេះបាទគណៈនេះដែរខ្ញុំបាទវងសុរដ្ឋាប្រមាញ់1អង្គភាពនៃសារព័ត៌មានបាទប្រមាញ់ជាដែន BMC News បាទគឺសូមបញ្ចប់ការផ្សាយសិនបើមានការជំនួយអីផ្សេងៗទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនប្រិមិត្តបាទផងដែរអរគុណច្រើនបាទជម្រាបលា